ខ្ញុំអាចដាក់អីផ្សេងបានទេថាដាក់បានឲ្យតែគិតថាការបែកបាក់ជាតិនេះនាំនៅផលអាក្រក់ការបែកបាក់ជាតិពុំមានការបែកបាក់ជាតិណាដែលនាំនៅផលល្អនោះទេមានតែនាំនិសកម្មមានតែនាំការខូចខាតមានតែនាំផលវិបាកសពបែបយ៉ាងទាំងអស់ចំពោះជាតិមាតុភូមិកុំថាឡើយបែកបាក់ជាតិសំបីបែកបាក់គ្រួសារយើងបែកបាក់មិត្តយើងក៏ដោយអីក៏ដោយក៏មិនមែនជារឿងដែលល្អនោះដែរបាទណាបាទនេះតកតងជាមួយមេសាទី27ចឹងខ្ញុំបញ្ចប់មេសាទី27ត្រឹមប៉ុណ្នេះតែមុនបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេចទ្រង់ឯកឧត្តមលោកអញ្ញាលោកជំទាវលោកលោកស្រីជាណាព្យាបាលសិស្សអរគុណលោកគ្រូអ្នកគ្រូដែលខិតខំបណ្ដុះបណ្ដាលធនធានមនុស្សហើយអរគុណក្មួយៗទាំងអស់ដែលបានចូលសិក្សារៀនសូត្រជាមួយនឹងខ្ញុំបាទអញ្ចឹងជាចុងក្រោយសូមគោរពជូនពរសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយបាទអរគុណបាទសូមជម្រាបលាបាទ